សពថ្ងៃគឺជាសម័យ digital បើមែនតែនទៅពីមុនបើសិនជាមានអ៊ីនធឺណិតឬក៏មានអនឡាញអីទេប្រហែលជាខ្ញុំកូនពីរអញ្ចឹងខ្ញុំត្រូវនៅផ្ទះមួយកូនហើយអត់បានចេញធ្វើការអីទាំងអស់ប៉ុន្តែបច្ចុប្បន្នគឺយើងអាចធ្វើការងារនឹងទាំងពីរទន្ទឹមគ្នាបានដូច្នេះហើយទើបខ្ញុំនៅតែបន្តរៀនអ្វីថ្មីៗពីបច្ចេកវិទ្យានិងតាមឲ្យទាន់សម័យកាលព្រោះថាការងារអនឡាញគឺយើងអាចធ្វើការបត់បែនពេលវេលាបានអញ្ចឹងខ្ញុំអាចធ្វើការ balance រវាងការងារផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយនឹងទំនាក់ទំនងនៅក្នុងគ្រួសារមូលហេតុមួយដែលខ្ញុំស្រឡាញ់ការងារអនឡាញដោយសារតែខ្ញុំអាចធ្វើការនៅផ្ទះបានហើយខ្ញុំអាចធ្វើការបត់បែនពេលវេលារបស់ខ្ញុំពេលណាសម្រាប់គ្រួសារហើយពេលណាសម្រាប់ការងារហើយការគ្រប់គ្រងពេលវេលាគឺជារឿងសំខាន់ផងដែរបើមិនជាយើងអត់មានការគ្រប់គ្រងពេលវេលាច្បាស់លាស់ទេក៏អត់មានប្រសិទ្ធភាពនៅក្នុងការចាត់ចែងរវាងការងារនិងទំនាក់ទំនងជាមួយកូនដែរហើយរឿងមួយទៀតហ្នឹងក៏ខ្ញុំអត់ចង់បាត់បង់ពេលវេលាជាមួយកូនរបស់ខ្ញុំនៅក្នុងវ័យកំណើតរបស់គាត់ទេពួកគាត់នៅតូចហើយពួកគាត់ត្រូវការគ្រាស្នាមការយកចិត្តពីយើងជាពិសេសគឺម្ដាយពុកឯងអញ្ចឹងដោយសារប៉ាគាត់រវល់ធ្វើការខាងក្រៅវិញអញ្ចឹងគឺខ្ញុំមិនអាចចោលគាត់បានទេខ្ញុំត្រូវតែមានពេលវេលាជាមួយគាត់ហើយខ្ញុំគិតថានៅពេលដែលគាត់ចាប់ដើមធំទៅគាត់នឹងលែងសូវត្រូវការពេលវេលាជាមួយយើងម៉ែណែដោយសារតែគាត់ចាប់ដើមត្រូវចេះដឹកនាំជីវិតផ្ទាល់ខ្លួនរបស់ពួកគាត់អញ្ចឹងខ្ញុំអត់ចង់ឲ្យមានអារម្មណ៍ថាថ្ងៃក្រោយនៅពេលដាក់បានមានពេលវេលាជាមួយគាត់ការពួកគាត់នៅតូចទេអញ្ចឹងវីដេអូមួយនេះគឺខ្ញុំសូមផ្ញើទៅកាន់ម៉ាក់ដែលគាត់កំពុងធ្វើការពេញម៉ោងហើយគាត់អត់ទាន់មានពេលវេលាជាមួយកូនឬក៏ត្រៀមមានកូនអញ្ចឹងណាអាចមានពេលបន្ថែមដើម្បីសិក្សាពីជំនាញអ្វីក៏បានដែរពាក់ព័ន្ធជាមួយនឹងវិស័យអនឡាញដែលយើងអាចធ្វើការរកចំណូលបន្ថែមទៀតបន្ទាប់ពីការងារពេញម៉ោងរបស់យើងឬក៏យើងមានចំណូលអនឡាញគ្រប់គ្រាន់ដែលយើងអាចឈប់ធ្វើការហើយយើងអាចធ្វើការអនឡាញផ្ទាល់តែម្ដងក៏បានដែរអញ្ចឹងយើងអាចមានពេលវេលាគ្រប់គ្រាន់ហើយយើងអាចធ្វើការបត់បែនជាមួយនឹងគ្រួសារជាមួយនឹងកូនរបស់យើងព្រមទាំងការងារគឺយើងអាចមានភាពងាយស្រួលជាងយើងធ្វើការពេញម៉ោងគាត់ថាមួយមានឈើអាមួយមានកំប៉ុងមិនបានខ្លាចឈើបាក់កាអញ្ចឹងមិនបានសម្បត្តិយកទៅរៀនឈើអត់ពេលទៅមានយ៉ាងតែមិនគុំចោចាគេលេទៅពេលកន្លែងដៃមិនគុំយកអូមានកន្លែងតាំងដៃមែនបាទព្រោះនៅមិនដៃមិនគុំយកតើមានកន្លែងដៃយកអូលើវិញមកពីមានស្បែកដៃមែនដូចគ្នាខុសគ្នាមែនទេខុសគ្នាមែនទេគាត់តែពួកហើយពេលកូនឆ្ងាញ់ទៅគាត់ happy អត់ happy អត់ happy អេអូខេ happy អត់ happy